រដ្ឋបាលខេត្តពោធិ៍សាត់បានរៀបចំនៅពិធីអបអរសាទរនៅក្នុងការដែលមន្ទីរពេទ្យនៅក្នុងខេត្តពោធិ៍សាត់ទទួលបាននូវជ័យលាភីក្លាយជាមន្ទីរពេទ្យគំរូលោកញឹមរដ្ឋាដែលជាប្រធានមន្ទីរមុខងារសាធារណៈខេត្តពោធិ៍សាត់បានជម្រាបជូនថាការវិតម្លៃនិងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលចាប់ផ្ដើមអនុវត្តចាប់តាំងពីឆ្នាំ2019មករហូតមកដល់ឆ្នាំ2024ក្នុងខេត្តពោធិ៍សាត់អង្គភាពដែលទទួលបានជ័យលាភីយ៉ាងគប្ប្រសើរនាពេលនេះគឺទី1មន្ទីរពេទ្យបង្អែកបាកានផ្ដល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត1ទទួលបានជ័យលាភីលេខ1ជាលើកទី2នៅទូទាំងប្រទេសទី2មន្ទីរពេទ្យបង្អែកក្រគោផ្ដល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត1ទទួលបានជ័យលាភីលេខ6ទូទាំងប្រទេសនិងទី3មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ផ្ដល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត3ទទួលបានជ័យលាភីលេខ3ទូទាំងប្រទេសឯកឧត្តមខូរីដាអភិបាលខេត្តពោធិ៍សាត់បានអបអរសាទរមន្ទីរពេទ្យបង្អែកទាំង3ដែលបានខិតខំនៅក្នុងការបម្រើសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋរហូតទទួលបាននូវពានរង្វាន់ជ័យលាភីជាអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឯកឧត្តមបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូថ្នាក់ខេត្តនិងថ្នាក់ក្រុងស្រុកដែលបានខិតខំយកចិត្តទុកដាក់នៅក្នុងការចូលរួមគ្រប់គ្រងនិងជំរុញការអនុវត្តចលនាប្រឡងប្រណាំងអង្គភាពផ្ដល់សេវាសាធារណៈគំរូប្រកបដោយតម្លាភាពគុណភាពនិងប្រសិទ្ធភាពនៅតាមបណ្ដាអង្គភាពក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលនៅមូលដ្ឋាននាពេលកន្លងមកឯកឧត្តមបានបន្តទៀតថាក្រមរលសន្តិភាពរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាបានបន្តយកចិត្តទុកដាក់នៅក្នុងការអភិវឌ្ឍប្រទេសជាតិនិងការកែតម្រង់សំខាន់ៗនៅក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិនិងឆ្លើយតបឲ្យបានទាន់ពេលវេលាទៅនឹងសំណុំពររបស់ប្រជាពលរដ្ឋជាមួយគ្នានោះរាជរដ្ឋាភិបាលបានដាក់ចេញនៅវិធានការគន្លឹះសំខាន់ៗទៅតាមវិស័យអតិភិបនិងបានរៀបចំបង្កើតនៅយន្តការអនុវត្តដោះស្រាយនៅបញ្ហាប្រឈមនិងការធានាប្រសិទ្ធភាពស័ក្តិសិទ្ធិភាពនិងការឆ្លើយតបទាន់ពេលវេលាទៅនឹងគោលដៅអតិភិបរបស់រាជរដ្ឋាភិបាលឯកឧត្តមបានស្នើឲ្យអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលដែលទទួលបានជ័យលាភីទាំងអស់ត្រូវតែមានការរៀបចំចងក្រងបទពិសោធន៍នៃការអនុវត្តការងារដើម្បីចែករំលែកនៅភាពជោគជ័យនិងបន្តផ្សព្វផ្សាយជូនដល់អង្គភាពផ្សេងៗទៀតឲ្យបានទូលំទូលាយនៅក្នុងការលើកកម្ពស់និងកែលម្អគុណភាពនៃការផ្ដល់សេវានៅតាមអង្គភាពលោកសូមឲ្យអង្គភាពដែលពុំទាន់ទទួលបានជ័យលាភីត្រូវបន្តខិតខំប្រឹងប្រែងដើម្បីកែលម្អពង្រឹងនិងលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈគំរូជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែល្អប្រសើរថែមទៀត។